សូមគោរពជំរាបសួរឯកឧត្តមលោកស្រីអ្នកនាងកញ្ញាថ្ងៃនេះផងដែរនាងខ្ញុំសូមលើកយកមុខម្ហូបសម្លប្រងបំពង់អាស័យប្រចាំខេត្តមណ្ឌលគិរីមកជូនទស្សនាដូចតទៅសម្លប្រងបំពង់អាស័យនេះមានដូចជាផ្លែត្រប់ល្ពៅម្ទេសខ្ទឹមសហើយមានបន្លែបៃតងមានខ្ទញត្រួយល្ពៅសាច់មានសាច់គោយើងយកវាវគោហើយនឹងស្បែកហើយមានបន្លែផ្សំទៀតមានចុងផ្ដៅផ្សិតត្រពាំងជូរគ្រឿងផ្សំមានអំបិលស៊ុបខ្នុរអ្វីដែលមិនអាចខ្វះបានគឺប្រហុកស្លនេះជើងស្លនិងបំពង់ឫស្សីមានគ្រឿងផ្សំបន្លែមានដូចជាត្រប់ល្ពៅម្ទេសខ្ទឹមសបន្លែបៃតងមានត្រួយល្ពៅត្រួយខ្ទញចាមានសាច់មានស្បែកគោផ្សិតត្រពាំងជូរចាហើយគ្រឿងទេសមានអំបិលយើងអត់ប្រើស្ករទេមានខ្សែស៊ុបខ្នុរហើយនឹងអ្វីដែលខានពុំបានគឺប្រហុកបន្ទាប់ពីយើងដាក់បន្លែសាច់ចូលបំពង់ឫស្សីរួចហើយយើងយកស្លឹកឫស្សីចូលហើយយើងយកទៅដាក់ភ្នក់ភ្លើងបន្ទាប់ពីយើងដាក់បន្លែចូលក្នុងបំពង់ឫស្សីហើយឥឡូវ15នាទីក្រោយយើងអាចបុកបានហើយដោយសារបន្លែវាផុយអញ្ចឹងយើងអាចបុកបានអញ្ចឹងឆ្អិនអស់ហើយនៅក្នុងនេះពុះហើយយើងស្លឆ្អិនហើយពេលនេះយើងចាក់ម្ហូបដាក់ចានក្តៅកម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈផ្ដល់ភាពកក់ក្ដៅ